การฝ่ายกลุ่มชุมใบในปัตไตรรัฐได้เจรัตนาดอต้องมาดำสายปุ่งพวกเลยเนี่ยมาทอรัตนาติยศนังสมนมัสการฝ่ายกลุ่มกันอาคุณจ้าห้องครูเจอการวัดลากไก่นะนั่นนะห้องครูโสดนะคุณจ้าเทระนะนั่นแบบกับเข้าซ้ำเลยก็ก็องกันเอาภาพเตยนุกรัวยังđợi chỉ đây cái rốt cào cái bỏ nhầm na sông cái rốt cừu cha nạ cầm ca quạt là cái từng o bột bò sạt bà sọ bà cả bàn chơi rùm nòng thì bọn thân tiền quạt soạn bà mấy sợi ta ram vật là cái giờ này nòng cầm thì bọn hoàn tỏ mà bật ngày bật mình ngày làm ấy ngày mà đã ngày là xưa tiền là màu mùi màu pi nâng còn tập thì đại anh thô thầm cả tha làm vậy bàn chăm ra hơn từ đây trên đẹp là ấy có đằng hai thần thiên về phải xong còn nè bàn tâm ra từ chia bây giờ chỉ ti phân người nòng nào chỉ biết bây giờ sẽ tới cả hai này sẽ đây sọc nè bây giờ tới cả sẽ đây sọc này vấn đề thời gian vô đăng hai thol mệnh dân tới lui từ plan ấy sự đây sọc kề bàn co mình lên từ sâu bị tê và đa và ân và prom ấy na cái dân đăng thà đầy sọc nó liền hai đời ta dân đầm tầm năm ấy chăng dân đăng thà đầm đồn rất là bàn đồn màu bị đầm xoài rất là bàn xoài chẳng xoài nó bị đầm miền hải phò chẳng dần đằng thà cái đầy sọc tiền phải đầy sân thị chia mình nu rứ có cô sao bị bà phải đầy sân thị nữa nòng mình nu có cô sao bị ba nòng tê và lốp có cô sao bị ba người nòng cam một hộp nữa cứ vì chia Kama Vichara bị ba về sân thị năng từ prom và lô kèm tới có Rupa Vichara bị ba nó Paul rồi cho anh rồi bỏ cam ấy cắm với miền có sao là cắm ai bị ba để sân thị có sao bị ba mà nô bị nhiên nó ba giờ phùm nên mặt cái dễ ấy cắt cái sành nhầy miền ruột cái xinh kia ruột phải để cha là sổ cái nắng nòng phum này mùi nắng ruột cái xinh kia hay là nên mặt cái dễ ấy cắt cái sành nhầy ra có sao bị ba ấy nắng có miền tràn chỉ cả ma với chỉ ra rupa với chỉ ra ấy lâu cọt ra mình phải để sân thị tê cô sao bị bá ra đào từ cô sao bị bá tu phải để sân thị nó nên là mùi chẳng bạn hai thà ấy cắt cho sành nhầy nằng cô sao bị bá ở miền
ចក្ខុវិញ្ញាណធាតុសត្វវិញ្ញាណធាតុឃានវិញ្ញាណធាតុគ្រប់វិញ្ញាណធាតុទាំង7ប៉ុន្តែវាមានតែមโนវិញ្ញាណធាតុទេដែលជាតួបដិសន្ធិដែលសន្ធិប្រវាំងចកតិហ្នឹងឯងអញ្ចឹងយើងបានសិក្សានៅក្នុងពុទ្ធសាសនាទៅយើងទទួលយកព្រះធម៌ហ្នឹងបានមកពិចារណាក្នុងដំណើរជីវិតមិនមែនយើងចេះតែចង់បានអីបានទេតែមានបុណ្យឲ្យសម្រេចតែក្នុងលោកហ្នឹងយើងចង់បានអីក៏មានហេតុចឹងទៅដូចថាមានប្រាក់ហ្នឹងហើយយើងចង់បានអីទៅទិញចឹងទៅអំបោះខ្លះមានប្រាក់ហើយក៏មិនយើងចិត្តតែទិញបានទៅទៀតដូចជារឿងពេលវេលាអីចឹងដែលអស់ទៅយើងមិនមែនទៅញ៉ាំងពេលវេលានឹងឲ្យត្រឡប់មកវិញទៅដោះទៅដូរឬក៏ប្រើសិទ្ធប្រើអំណាចអីដើម្បីបានពេលវេលានឹងមកវិញទេហើយមកវិញទាំង3ហ្នឹងវាចេះតែអស់ទៅជាបន្តហ្នឹងហើយយើងមានប្រាក់ជាមហាសិទ្ធិក៏មិនអាចនឹងថាចេះតែទិញពេលវេលាហ្នឹងឲ្យបាននៅរស់អីវែងឆ្ងាយទៅនោះទេមហាសិទ្ធិខ្លះក៏អាយុ40ផ្លាយជាង50អីប៉ុណ្ណឹងដែរថាមិនមែនចង់ស្លាប់ដែលទៅតែ40ផ្លាយ50ផ្លាយហ្នឹងទេប៉ុន្តែទិញវាអត់បានហ្នឹងហើយហើយចាំបាច់និយាយអីដល់ទៅថាទៅទិញសុគតិភពឬក៏សម្បត្តិលោកុត្តរៈអីដោយសារប្រាក់ហ្នឹងឯងតលតែមានបុណ្យហ្នឹងឯងមានបុណ្យហ្នឹងឲ្យសម្រេចនៅសុគតិភពបដិសន្ធិហើយជាឧបនិស្ស័យឲ្យសម្រេចលោកុត្តរៈលោកុត្តរៈកើតឡើងកាត់វត្តដាក់ហ្នឹងអស់វត្តដាក់ហ្នឹងគឺបាននិព្វានសម្បត្តិគឺត្រូវពឹងបុណ្យមិនពឹងប្រាក់អត់បានទេមហាសិទ្ធិចាយប្រាក់មិនចេះអស់ចំណូលច្រើនណាស់ហើយមុខអីថ្លៃជួលដីឬក៏ថ្លៃក្រុមហ៊ុនឬក៏ផលិតផលធ្វើអីចាយមិនចេះអស់ប៉ុន្តែចាយពេលវេលានេះអស់ទេមួយថ្ងៃអស់24ម៉ោងដូចតែគ្នាដែរហើយបើប្រាក់ចេះស្ដាយដល់ពេលវេលាមិនបានចាប់ផ្លឹកនឹកស្ដាយពេលវេលាហ្នឹងគឺជាទូទៅក៏អញ្ចឹងមិនតែមហាសិទ្ធិអីទេណាចេះស្ដាយប្រាក់តែមិនស្ដាយពេលវេលាបើពេលវេលានេះយើងប្រើប្រាស់ធ្វើអីគឺវាចេះតែអស់ទៅតាមនឹងណាគ្រាន់តែថាតើប្រយោជន៍នៃការប្រើពេលវេលាហ្នឹងវាបានជាស្អីវាអាចបានប្រយោជន៍តិចគឺណាហ្នឹងឯង
ឬក៏អាចអត្តប្រយោជន៍ទៅជាបាបព្រោះណាបានហេតុនៃសេចក្តីទុក្ខអញ្ចឹងទៅវិញប៉ុន្តែដូចជាប្រសង់ប្រើប្រាស់ពេលវេលានៅក្នុងពភ្នោះត្រួតត្រងព្រះធម្មវិន័យគេមួយថ្ងៃដូចតែគ្នាប៉ុន្តែអ្វីដែលសម្រេចបានហ្នឹងព្រះមច្ចរិយធម៌ហ្នឹងមានតម្លៃគឺជាទីគោរពបូជានៃមនុស្សនិងទេវតាអាហ្នឹងជាអានិសង្សតែថាតម្លៃនៃព្រះមច្ចរិយធម៌ហ្នឹងគឺដែលអាចសម្រេចបានឆាប់ពេញលេញដូរយកសម្បត្តិលោកុត្តរៈបានដែលជាទីពឹងអត្តទីបាទាំងដែលអាចជួយខ្លួនឯងឲ្យរួចពីអបាយភូមិរួចអំពីវដ្តសង្សារបានដែលមានទីក្តីសំខាន់សម្រាប់ជីវិតនៅត្រង់អត្តទីបានឹងសំខាន់ស្មើនឹងការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធទេព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងគឺដើម្បីសត្វលោកនឹងបានទីពឹងជួយខ្លួនឯងឲ្យរួចចាកទុក្ខទោសនៃវដ្តសង្សារនឹងពុទ្ធកិច្ចការងាររបស់ពុទ្ធនឹងណាមិនដើម្បីយើងធ្វើអីដើម្បីថាជួយព្រះអង្គអីទេបរិបត្តិបូជាថ្វាយព្រះហ្នឹងគឺយើងជួយខ្លួនយើងឲ្យរួចពីអវិជ្ជារួចអំពីទុក្ខទោសនៃវដ្តសង្សារអាហ្នឹងអត្តទីបាហ្នឹងបើយើងយកចិត្តទុកដាក់នឹងជួយខ្លួនយើងនឹងស្មើនឹងយើងយកចិត្តទុកដាក់ជាមួយនឹងការត្រាស់ដឹងរបស់ពុទ្ធប៉ុណ្ណាសំខាន់មែនទេណាយើងគិតមើលពុទ្ធត្រាស់ដឹងសំខាន់ប៉ុណ្ណាហ្នឹងហើយដូច្នេះក៏យើងត្រូវដឹងថាការដែលយើងយកចិត្តទុកដាក់ជួយខ្លួនយើងហ្នឹងជួយហ្នឹងគឺថាបំពេញកុសលនេះសព្វបាបស្សៈអករណังកុសលាសោបសម្បទាសច្ចិតប្រយោជន៍តបណੰហ្នឹងហើយកិរិយាមិនធ្វើបាបទាំងពួងកិរិយាបំពេញបុណ្យកុសលកិរិយាសម្អាតចិត្តរបស់ខ្លួននេះអាហ្នឹងហើយដែលជាអត្តទីបាដែលមេត្តាបិតាណាក៏មកធ្វើជំនួសឲ្យអត់បានទេវតាប្រអិនប្រព្រំណានៃដែលមនុស្សលើផែនដីរាប់ពាន់លាននាក់គឺថាពឹងព្រះជាម្ចាស់ព្រះអាទិទេពដើម្បីជួយណាក៏ពឹងព្រះរាប់ពាន់លាននាក់ចឹងច្រើនណាសាសនាទី1ជាង 2000 សាសនាទី2ជិត 2000 លានណាជាង 2000 លាននាក់ហ្នឹងហើយសាសនាទី2ជិត 2000 លាននាក់សាសនាទី3ជាង 1000 លាននាក់បានមកពុទ្ធសាសនាហ្នឹងប្រមាណ500 លានហ្នឹងដោយសារនៅស្រុកចិនហ្នឹងហើយមនុស្សច្រើនចឹងទៅប៉ុន្តែពុទ្ធសាសនាផ្នែកខាងអាចរិយវិទ្យាប៉ុណ្ណាពុទ្ធសាសនាយើងថេរវាទហ្នឹងកាន់តែបន្តិចទៅទៀតហ្នឹងហើយយ៉ាងយើងមើលមនុស្សច្រើនសពថ្ងៃហ្នឹងណាមានបានឲ្យសេចក្តីសំខាន់ក្នុងការជួយខ្លួនឯងហ្នឹងនៅលើខ្លួនឯងណាមើលរំលងខ្លួនឯងទៅគឺថាពឹងនៅលើវត្ថុស័ក្តិសិទ្ធិខាងក្រៅព្រះជាម្ចាស់ពូកែស័ក្តិសិទ្ធិបន់ស្រន់បួងសួងជំនឿឲ្យមមតំទៅដើម្បីឲ្យព្រះជាម្ចាស់ជួយហ្នឹងមនុស្សយើងសពថ្ងៃហ្នឹងចេះរត់ទទួលទានចាំជីវិតអីត្រូវការប្រាថ្នាសេចក្តីសុខហ្នឹង
dương bột mà chiêng pi pon chít pi pon chiêng mà pon vào mà chiêng pi pon hay nên chít pi bột chứ từ nhà buồn pon này bờ chiêng pi chít pi chiêng buồn pon lên bột nâng chiêng mà pon tiết pram của mùi pon lên nè ngày mình nuôi trong áo của man chia phòng bay pon lên nè để phần năng kì pram bay pon lên nè đây can sasna đợt tây để thông thì mùi thì đi bay đó sasna manu chra nó rập thật ti muối rồi sao manu chra nó sasna pre Giêsu nó chiang pi pon sasna Islam nó chết pi pon sasna Hindu Promanh sasna nó đi ở chia chuồn chra nó chiang mà pon là ngày rồi ba mới đấy dân kích ní mệnh kích vừa chia vừa chăn ấy riêng ấy năng về trên ấy ở thế mình chậm thế rồi ngày cái đó là dân kết thả ca để dân ban chụp năng vừa Phật giáo ná để bảo ông truông sầm đai để thả a chui luôn dân người ruồi chạ tục bàn đó là ôi bứt bờ cọt nó cứ ta chia vay nói về Phật giáo sầm đai Attatipa Attasarana Ananya sarana cái nó ai miền luôn ai nó chỉ tì phân tì rồi lết còn vô ấy là tì và ông đánh Ananya sarana còn vô ấy là tì thiệt là prap hay nó ham thiệt công thiệt rồi ba luôn ai nó cứ ấy Atta dân đăng nói về at miền tu Atta đấy chỉ vật dân mà ông nè mà nè nó về miền tây niêm mà ru sang xa rồi vọt màu nâng để xong là mót thời gian nâng vì chỉ sang xa rồi tốt bán chỉ dân tới ca ti phân nâng bởi mình tục thế rồi ti phân thế vì miền tục sang xa rồi tốt sang xa rồi vọt nâng vì chia tầm hai chia mù nâng mà nó mới Việt Nam mới miền chia từ tục dân tục sao mà vì miền chia phải chay hay nơi về miền từ đây phải cam sao chăn tệ chỉ niêm mà mê dị tê nâng mơ hai này chỉ đây tục nâng từ mà mê gì tê nị bỏ anh nụ bỏ anh tới huồng hai tới bỏ nâng prai prua tới prot pra tới cao tục tới sao sao tới tục đi xa pha rồi bỏ bảo đòi nay ca bà căn atta nụ tết thệ bà căn ban gì khăn nâng bà prất ban gì về ria tới cái đó bà na để ba na này ngày cầm sự tôi lon đấy nên ngày các anh để riêng người ta miền cái này tôi nó cây ná đó thôi khàn phliêng màn ngày nâng trong tới bà na để ba tới trong tới mình như vậy từ và cai và cam nè tây ấy đến vậy đòi ảnh nết luôn ai đều vừa thọt lon cắt máu vừa ọt đắng á cái nào vừa ọt che ảnh nết thế mà mới bánh trao cái hơi tôi ấy nó tiệm mọt tiệm chúng ta khi này lép trôi tới vọt máu tiền đặt phụ viên đặt cà phê ấy máu hay ớt che nật nè ngày vừa ớt đăng là nật vừa đăng ở sổ bài thà anh bạc cay nó tôi tray ban sẽ lắp kê ban ấy chẳng đó vậy bây giờ riêng nó nguồn thấy cái bao nhiêu mình mua hỏi trả lắng mà mới chơi nguồn đâu vào phần nắp nên ngày luôn dân nó để lọp nguồn máu vào dân mà đâm thà sập ngay nó còn là sập máu luôn tức mũi che hẳn nứt
ស្រង់សម្ោចលងទឹកមួយបាននៅរស់ដាក់ឃើញវាសបាយស្រង់សម្ោចមួយបានហ្នឹងឯងដល់អញ្ចឹងទៅចុះអាង្កាលមុននឹងចាប់ត្រីបានកាច់កផោះមិនក៏អត់ចេះអាណិតសបាយអញ្ចឹងទៅទៀតអានឹងអាននឹកឃើញថាវាអត់ដឹងអវិជ្ជាងងអញ្ចឹងហើយលោភៈទោសៈមោហៈហ្នឹងជាអកុសលមូលគឺនោះវាជាឫសគល់នៃអកុសលកម្មហ្នឹងហើយមេធំវាគឺអត្តានុតិដ្ឋិនឹងប្រកាន់អញហ្នឹងឯងនាំឲ្យប្រព្រឹត្តនៅអំពើទាំងអស់ហ្នឹងអញ្ចឹងវាមានអញ្ចឹងព្រោះនិយាយអានេះនិយាយពីវដ្តសង្សារហ្នឹងដែលវានាំឲ្យមានទុក្ខហ្នឹងហើយកិលេសវានាំឲ្យធ្វើបាបហ្នឹងវាមានផលធ្វើនោះវាអត់ដឹងបើដឹងអញ្ចឹងអញមិនធ្វើទេណាវាស្ដាយក្រោយដឹងអញ្ចឹងអញមិនស្ងោខ្យងស្ងោទាំងរស់ងោក្តាមអីហ្នឹងដាក់ក្នុងឆ្នាំងគ្របវឹបអានោះវាលវើពេញទៅទឹករួចដុតភ្លើងទៅអត់ចេះអាណិតទេណាហ្នឹងហើយដូចមនុស្សសពថ្ងៃធ្វើសង្គ្រាមអីបាញ់ត្រឡប់មនុស្សអីហ្នឹងវាអត់អាណិតសម័យសពថ្ងៃហើយហ្នឹងថាអត់ទុកឲ្យមនុស្សថាដូចថាស្លាប់តាមធម្មជាតិចឹងទៅហើយបើថានៅរស់ទេជួយឲ្យបានសុខអីហ្នឹងចឹងហ្នឹងឯងវាអត់ប្រព្រឹត្តទៅតាមហ្នឹងថាស្រឡាញ់ទៅក៏ជួយទៅបានដល់ទៅពេលខឹងទៅក៏សម្លាប់ទៅចំណែននេះក៏ត្រេកអរនឹងគេមានសេចក្តីទុក្ខត្រេកអរនឹងគេវិន័យអីចឹងទៅចិត្តវាមានអញ្ចឹងអាហ្នឹងគឺនិយាយនៅក្នុងរឿងសង្សារទុក្ខដែលសេចក្តីទុក្ខក្នុងបច្ចុប្បន្នហ្នឹងដោយការមួម៉ៅក្តៅកាហាយដោយការខឹងក្រោធដោយសេចក្តីសោកអាឡោះអាល័យហ្នឹងក៏ទុក្ខដោយអកុសលវិបាកហើយវាមានអកុសលវិបាកបដិសន្ធិនោះដំណើរជីវិតមើលតែការបំពេញអភិនិហាបារមីព្រះអនន្តអីហ្នឹងក្នុងបជាដកណានោះបាណារិបាតចំព្រះអរហន្តទៀតអនន្តរិយកម្មទៀតគឺណាអាហ្នឹងដែលរៀបរាប់ពីរឿងសង្សារទុក្ខហ្នឹងរៀបរាប់ធ្វើអីដើម្បីបញ្ជាក់ពីអត្តទីបានេះដែលយើងអាចជួយខ្លួនយើងនេះហ្នឹងឯងយើងមានទុក្ខអញ្ចឹងហើយបានយើងត្រូវការទីពឹងណាត្រូវការទីពឹងនោះមកពីមានទុក្ខគឺណាហើយសន្មតវាមានពាក្យខ្លួនទីពឹងខ្លួនហ្នឹងព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងអត្តាហេអត្តណោនេថោហ្នឹងក្នុងអត្តវៈវិគាថាធម្មបទហ្នឹងប្រពចំពោះមេត្តាព្រះកុមារកស្សបៈហ្នឹងយើងត្រូវឲ្យដឹងថាខ្លួនទីពឹងខ្លួនមួយខ្លួនហ្នឹងជាទីពឹងមួយខ្លួនមួយទៀតហ្នឹងគឺត្រូវការទីពឹងត្រូវការជំនួយត្រូវការអ្នកជួយខ្លួនយើងត្រូវការទីពឹងហ្នឹងគឺខ្លួនយើងហ្នឹងមានទុក្ខអាហ្នឹងហើយគឺបញ្ញត្តិសង្សារទុក្ខនេះគឺណាវដ្តសង្សារនេះអវិជ្ជាតណ្ហាជាមូលដែលនាំឲ្យកើតកម្មនាំឲ្យមានវិបាកដេសន្ធិប្រព្រឹត្តទៅហ្នឹងហើយហើយជាវដ្តសង្សារហ្នឹងហ្នឹងជាសេចក្តីទុក្ខនៃវដ្តដាក់ហ្នឹងគឺណាទាំងអស់ហ្នឹងអាហ្នឹងគឺសន្មតថាសត្វលោកអង្គអ្នកម្នាក់ហ្នឹងហើយបើអត់មានអរិយមគ្គកាត់ផ្ដាច់ទេវាសង្សារទុក្ខនេះចេះតែមានអញ្ចឹងទៅណាហ្នឹងហើយទៅទុក្ខអញ្ចឹងដូចតែមនុស្សយើងទុក្ខលំបាកអញ្ចឹងទៅឈឺទៅអត់មានប្រាថ្នាត្រេកអរសេចក្តីទុក្ខអីហ្នឹងឯណារੂឲ្យបានសុខទៅយើងឃ្លានយើងរੂទទួលទានយើងឈឺរੂថ្នាំរੂពេទ្យមានស្អីលំបាកអីផ្លូវកាយ
ក៏រួគ្នាជួយបាក់ផ្លូវចិត្តអីក៏រួគ្នាដោះស្រាយអីហ្នឹងអាហ្នឹងគឺគ្រាន់តែឧទាហរណ៍តិចដើម្បីបញ្ជាក់ថាយើងត្រូវការរស់សេចក្តីសុខដើម្បីជាទីពឹងជួយកុំឲ្យមានសេចក្តីទុក្ខហ្នឹងប៉ុន្តែវាបានមកគ្រាអញ្ចឹងសេចក្តីទុក្ខវាចិត្តតែមានមកទៀតហើយអស់មួយជាតិនៅមួយជាតិទៀតអាហ្នឹងគឺចូលមកដល់ហេតុផលបដិច្ចសមុបាទធម៌ហ្នឹងឯងយើងខំប្រឹងរស់ទ្រព្យសម្បត្តិអីណានៃអីបង្ហាត់បង្រៀនគ្នាឲ្យរស់ទទួលទានអីទាំងអស់ហ្នឹងណាគឺមកអំពីដោះស្រាយសេចក្តីទុក្ខហ្នឹងឯងទៅអត់មានអីទទួលទានចឹងទៅណាហ្នឹងឯងត្រូវរស់ទទួលទានហ្នឹងឯងណាហើយសពគ្រប់រួចទៅវានៅតែមានបញ្ហាហ្នឹងមានបញ្ហាអស់មួយជាតិហ្នឹងទៅវាមិនបញ្ចប់ឯណាបដិច្ចសមុបាទធម៌ទាំងអស់មួយជាតិនៅអនេកជាតិទៅទៀតហ្នឹងដែលយើងចូលមកក្នុងពុទ្ធសាសនាហ្នឹងយើងដឹងថាដែលយើងដូចថាកាន់តែសុបទៅក្នុងពុទ្ធសាសនាណាហេតុអីបានជាយើងជឿសុបក្នុងពុទ្ធសាសនាគិតតែពីរឿងធ្វើតែបុណ្យអីគុណចាស់រហូតចូលកម្មប្រភ្នោះអីហ្នឹងមិនគុំគិតរស់ទទួលទានមានបានអីក្នុងលោកមិនគុំមកសុបក្នុងសាសនានឹងម្លេះអានឹងមានអ្នកឆ្ងល់មិនតិចអ្នកទេមកពីវាអត់ឃើញខ្លឹមសារនៅក្នុងពុទ្ធសាសនាហ្នឹងហើយអត់ឃើញខ្លឹមសារជាទីពឹងក្នុងពុទ្ធសាសនាមកពីវាអត់ឃើញសេចក្តីទុក្ខរបស់ខ្លួនឯងណាវាដឹងតែខ្លួនឯងនេះវាបញ្ជាប់ត្រឹមមួយជាតិហ្នឹងហើយវាដឹងថាស្លាប់ទៅហើយហេតុអីក៏បានជាមកសុបក្នុងពុទ្ធសាសនាហ្នឹងបើមិនមានប្រាក់ប្រមាណធ្វើបន់មានប្រាក់ប្រមាណទៅកឋិនមានប្រាក់ប្រមាណទៅចាយ4ភាសាខ្លួនឯងអត់ចង់ភាសាទេកូនចង់ឲ្យតែម៉ែឪភាសាមិនចង់ឲ្យយកធ្វើបន់ទេអីមិនបានជាម៉ែនោះក៏សុបម្លេះហ្នឹងឯងអាហ្នឹងគ្នាឆ្ងល់មែនណាមកពីអីបានជាឆ្ងល់ណាមកពីអត់បានឃើញទីពឹងសំខាន់នៅក្នុងសាសនាហ្នឹងហើយដែលអត់ឃើញទីពឹងមកពីវាអត់ឃើញភ័យអត់ឃើញភ័យជីវិតខ្លួនឯងនឹកឃើញថារស់ទៅវាបញ្ចប់ត្រឹមស្លាប់ហើយវាអត់ឃើញអាវត្តសង្សារនេះវាមិនមែនបញ្ចប់ត្រឹមស្លាប់ទេវាត្រូវមានចុះទេមានបដិសន្ធិនៅច្បាប់របស់កម្មហ្នឹងគឺវាមិនមែនយើងបញ្ចប់ខ្លួនឯងបានថាខ្ញុំស្លាប់ខ្ញុំឈប់កើតទៀតហើយវាមិនមែននៅលើយើងអញ្ចឹងទេអាហ្នឹងវាយើងវាមិនមែនប្រកែអីបើយើងប្រកែចាំបាច់កើតទុក្ខរស់នៅប្រកដីហ្នឹងចាំបាច់មានរាគៈទោសៈមោហៈធ្វើអីចាំបាច់ស្អប់គេចាំបាច់ចំណែនធ្វើអីយើងគ្រាន់តែពិនិត្យមើលធัวទាំងអស់នឹងមើលវាមិនមែននៅលើយើងអ្នកសាងឡើងវាមិនមែននៅលើយើងអ្នកធ្វើអីចង់បានអីបានហ្នឹងឯណាវានៅលើបច្ច័យអាហ្នឹងប៉ុន្តែគ្នាអត់ដឹងទេបងប្អូនកូនចៅអត់ដឹងទេដឹងតែពីខ្លួនឯងណាបញ្ជាប់ត្រឹមស្លាប់មួយជាតិហ្នឹងអញ្ចឹងវាអត់ឲ្យសេចក្តីសំខាន់អីក្នុងព្រះសាសនាហ្នឹងទេពីព្រោះអាចពឹងខ្លួនឯងរស់ទទួលទានមានបានសុបាយដើរលេងទៅបានហើយអត់ឃើញសេចក្តីសំខាន់ក្នុងព្រះសាសនាអត់ឃើញសេចក្តីសំខាន់ក្នុងការត្រាស់ដឹងឡើងនៃព្រះសម្មាសម្ពុទ្ធអត់ឃើញសេចក្តីសំខាន់នៃបុណ្យដែលត្រូវជាទីពឹងជួយខ្លួនឯងហ្នឹងទេហើយវាប្រកម្មវេទនាដែលសោយអារម្មណ៍ហ្នឹងថាខ្លួនឯងអ្នកសោយប្រកម្មវិញ្ញាណដែលដឹងអារម្មណ៍ហ្នឹងថាខ្លួនឯងវាអត់ឃើញបរមត្តធម៌ដែលវិញ្ញាណដឹងអារម្មណ៍ហ្នឹងទៅអត់មែនជាអត្តាខ្លួនឯងផងហ្នឹងប៉ុន្តែវាមើលវិញ្ញាណហ្នឹងវាសំបាបមកបើយើងចាំបាច់សំបាបមកធ្វើអីសំកិលេសមកសពគ្រប់ហ្នឹងអាសវៈអោខៈយោគៈកន្ធៈឧបាទាននិវរណៈអនុស័យសញ្ញោជាអ្នកកិលេសអីទាំងអស់ហ្នឹងបើចិត្តហ្នឹងជាយើងចាំបាច់សន្សំមកទៅអីអកុសលធម៌
សន្ធឹកកងទាំងអស់ហ្នឹងប៉ុន្តែវាជាធម្មជាតិទេណាហើយតែវាសន្សំកិលេសអញ្ចឹងមកវាមិនអាចដូចអ្នកដែលអស់កិលេសទេវាមិនអាចដូចព្រះអរហន្តដែលសម្រេចអរហត្តមគ្គហើយដុតកិលេសនោះឆេះអរហត្តមគ្គកើតឡើងអាកិលេសដែលវាហូរមកតាមសន្តាននៃចិត្តហ្នឹងវាឆ្លងកាត់ចម្រោះទី1សោតាបត្តមគ្គចម្រោះទី2សកតាគិមគ្គទី3អនាគិមគ្គទី4អរហត្តមគ្គហ្នឹងវាអស់ទៅណាគឺថាប្រហាប់រទីថ្លាស្អាតបរិសុទ្ធឆ្លងកាត់ចម្រោះទី4ហ្នឹងហើយហ្នឹងណាហ្នឹងបានបញ្ចប់ភពជាតិកំណើតទៅបានវាខុសគ្នានេះវាមិនអាចខ្លួនឯងនៅមានកិលេសសមាញបាក់ស្មុកស្មាញទាំងអស់លោភៈទោសៈមោហៈកំណាញ់ចំណែនមួម៉ៅដៅកាហើយកើតទុកខ្វាយខ្វល់ហ្នឹងហើយបញ្ចប់ត្រឹមស្លាប់វាអានឹងមកពីអវិជ្ជាដែលយើងអត់ដឹងទុកអត់ដឹងសមុទយៈអញ្ចឹងគឺក៏មិនបានដឹងអំពីវិវត្តៈដែលជានិរោធហើយមានដឹងពីឧបាយឧប្រឹកទៅដើម្បីរួចផុតចាកទុកនឹងឯណាអញ្ចឹងទៅរស់នៅទាំងអត់ដឹងនឹងអញ្ចឹងទៅវាយល់ខុសថាបញ្ចប់ត្រឹមស្លាប់ហ្នឹងហ្នឹងគ្រាន់តែចង់យើងសាសួរមើលមិនបានជាកូនចៅនឹងគ្នាឆ្ងល់អញ្ចឹងងល់ថាមិនបានបុកខ្ញុំម៉ែខ្ញុំនោះក៏សុបក្នុងវត្តម៉េះក្នុងសាសនានោះម៉េះហ្នឹងឯងខឹងទៀតខឹងណាអ្នកណែនាំម៉ែឪហ្នឹងក្នុងសាសនាហ្នឹងអីហ្នឹងខឹងទៅស្លាប់អ្នកនោះទៀតអ្នកទំនងរបៀបដូចតៃតៈប្រធានាធិបតីជប៉ុននោះណាត្រូវគេធ្វើឃាតនោះតែអ្នកទំនងអីរឿងម៉ែឪអីហ្នឹងជឿសាសនាអីជឿអីចឹងណាហ្នឹងឯងគ្រាន់តែយើងដឹងរឿងហ្នឹងទៅហើយមកសាសនាផ្សេងក្នុងលោកហ្នឹងហើយដល់យើងមកពុទ្ធសាសនាហ្នឹងគ្រាន់តែកូនចៅគ្នាឆ្ងល់ហើយយើងគ្រាន់តែដឹងថាមិនបានជាគ្នាឆ្ងល់មកពីអត់ឃើញសេចក្តីសំខាន់នៃពុទ្ធសាសនាណាដែលត្រូវយកព្រះធម៌មកប្រព្រឹត្តបរិបត្តិហើយដល់ពុកម្ដាយគាត់បានព្រះធម៌ហ្នឹងជាសរណៈទៅគាត់ឃើញគុណណាគាត់ឃើញគុណក្នុងការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធអញ្ចឹងគាត់ជ្រះថ្លាត្រូវការតបស្នងសងគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃធ្វើយ៉ាងម៉េចដើម្បីឲ្យពុទ្ធសាសនាបានតាំងនៅតទៅទៀតណាដើម្បីតបស្នងសងគុណដើម្បីបានបូជាព្រះពុទ្ធព្រះសង្ឃហើយណាមួយអំពើទាំងអស់ហ្នឹងជាបុណ្យកុសលផងដែលកូនមិនអាចតាមទៅជួយគាត់បានទេគាត់ជឿជាក់ថាមានតែកូនគឺបុណ្យហ្នឹងទេណាដែលត្រួតត្រងបដិសន្ធិវិញ្ញាណគាត់មិនឲ្យទៅកម្មទីទុកទីទាបត្រួតត្រងឲ្យបានសុគតិភពហើយឲ្យបានជួបព្រះអរិយបុគ្គលនៅទេវលោកថ្វាយបង្គំព្រះចលាមនីចែកដីអីទៅក៏បានយើងមានបុណ្យណារៀបចំទៅហើយសទ្ធាវះព្រំជាព្រះអរហន្តអីយាងមកថ្វាយបង្គំបច្ចែកដីសម្ដែងពធัวធម្មកថាសិតតែព្រះអរហន្តបណ្ដែងធัวយើងបានស្ដាប់បន្តបរិស័យបានទីពឹងលោកតរៈធัวឲ្យបានរួចផុតចាកទុក្ខអាហ្នឹងគឺសទ្ធាហើយនិងបញ្ញាដែលជាតួត្រៃសរណគមហ្នឹងហ្នឹងហើយសម្រាប់ទៅជាអត្តទីបាហ្នឹងហ្នឹងយើងឲ្យបានដឹងថាអាចណែនាំបញ្យលកូនចៅនឹងបានក៏បញ្យលតែវាងាយយល់តែព្រោះជាធัวជាស្ដែងវាត្រូវមានសទ្ធាមានបញ្ញាហ្នឹងអញ្ចឹងនិយាយពីជីវិតហ្នឹងវាមានវត្តដាក់នេះវាមិនអាចយើងនៅមានកិលេសអញ្ចឹងហើយរួចផុតចាកទុកត្រឹមស្លាប់បញ្ចប់ត្រឹមស្លាប់នឹងទេណាការអស់រាគៈទោសៈមោហៈមានគឺណាការបដិបត្តិទៅដឹងអញ្ចឹងណាដឹងថាយើងមិននៅមានរាគៈទោសៈមោហៈ
nơi miền cái lấy à vì chia tan hà pa tiên phân tế cách bạ để bắt nó thua dương đăng thua thả riêng kiện tôi sợ mua hạ nó chỉ thua để ca bị ạ vì chia ai ca còn chặt ạ vì chia nó miền đời ca chỉ mà ra vì chia rồi dương bạn đi bắt tới ọp rung chùm ra tập tham vipassana tới dừng đăng thà ạ vì chia nó chỉ thua để ai liệt bong cầm chặt ở ọt từ ba này ca cầm chặt ạ vì chia nó miền dừng nơi miền mấy ta này dừng đăng thà bục quơ để ọt ạ vì chia nó miền thua bạn đi bắt rồi bật tới nó mình men tại bục quơ ong nu về nè bạn đi bắt tam nè hai tam ấy đời và ông chầm lon cô dần đó cô chầm tuông mê cô ấy mò mày ơi chăm con rồi thầy chân đó mày ra mau tam mày mau côn rồi chân đó bây giờ là hai tam nó vào ông tầm tay nông chô lại cô ba là sốt đó á nên ngày tăng ti cô tới rồi hay cô nó cứ thầm miên nó xa đây sạch thiên nó xa đây thì rồi nên ngày nhớ chết thì chlong từ tam nó đây chia cô ba để nom phông hai chlong từ nó về tiệt tuông nâng nè chùm lon nó chặt chia trai ai trai nê ấy nâng và cút trở on nâng là ngày đây và ông riệp đôi chỉ nè chùm lon cô nâng chẳng tới vừa miên rồi bắt tập hiệp chlong lê quân kia ba nâng này giống cứ nông ca để bột bò sạch dân đẹp bạ bị bắt nó dân đăng ta ông bè đây một cô chỉ bè là hòn nâng miền nó dân nâng miền cái lẽ còn cái ca bạ bị bắt nó phơi ở miền nhiên ca đăng thà vì chia tan hà pa tiền ấy chỉ thua để tới lẹ bong ở o từ bàn dân đăng chẳng dân mà tan o hết bên dân đăng đời xa ấy đời xa thua bạ bị bắt nó cứ thua bạ bị bắt chầm ra đôi phần lứ dân đâm cho ba ra phần lưới cầm chặt ngồi nghịch chắn á dục lớn dân đâm ngồi nghịch cho triềm phơn triềm ấy sập rụp chắn á cái là bạn này bắt thì thua đâm chắn á đâm thà nhiên để cao lên đâm niêm mà rúp đâm sạch chặt thua nó thua o ạ vị trí á dân mà tâm o hay tài nè o miệng vừa dân đâm chắn à là ngày đằng chân tới cứ dân khơi thua bạn bị bắt nó để vào tới đầm bay ban chỉ ti pấn vì pro vật ở sang xa đấy cứ ở miền tây và đa phải anh vào prom ná màu cắt sai vật đạn năng ao ban cái từ pi ở đây giờ mẹ thế chẳng áp tạ ti pa nấc bây giờ áp cái thá sầm đây thà lô kỳ dễ lô cột tờ ráo đọt lía thòm mồ nâng on thua này áp tạ ti pa rồi tha chặt cả vật để sột bày đọt lịch đọc from bay nâng cứ lô kỳ dễ lô cột ra cái nó thua này hay lô kỳ dễ lô cột ra thua nó cứ bạn bị bắt nông sự tập tham buồn nó bàn vào ông sầm đây ca bị cha là na cai nông cai về từ nia chặt thua nâng nhưng mơ tới thời nông ạt tạ ti pá ơi tại vào ông sầm đây nông phải sốt na ạt tạ ti pá thom mà ti pá máu nó cứ thua bạn bị bắt sự tập tham buồn nâng ai chẳng hay nông bay đó lê sam sẽ phẩm bay nâng vào ông tay để phải ca tha vì khọ để bua cha nâng thà này nom vì khọ để bua mây này nom nhiệt mệt phạch sao là hết mát ấy nâng ở tăng được nông sự tập than nâng ngày nâng cái nè để cho mà nông Putrasana nâng tay để tua nó bàn ca này nóm ở đăng làm pi và đệ và tia và tới đầm bay chne mê nâng nó chia sẻ cái đây tục cứ đăng cai về từ nia chặt thua đó cứ giờ đọc máu rụp và thua niềm mà thua đó đào từ mình và căn chỉ áp ta tu khơi luôn chứ dân ấp khoa tiêm tia trong ban vây vây nó mới chỉ rom rồi bon về nhiên thầm ráp về từ nia sao ấy vì miền sầm ráp áp ta dân gì ná ấy ở lời nó vì nhiên dân cục bọn cục kia miền hay ta ôi tệ rồi lực bàn rui tứ cứ thà miền nhiên cả láng đăng thà vì nhiên nó mình men dân ấy trong ban vì nhiên ấy là tây tiền đăng à rom ấy vì nhiên nâng ta trong bạch vì nhiên là tây ấy bởi vì nhiên đây cầm cung miền đấy mình men dân hay nâng
នេះអាការដែលដឹងនឹងឯងជាបដិបទាទៅរកការលះទិដ្ឋិនិងតណ្ហាបដិបទាទៅរកការអស់នៅវត្តដាក់បដិបទាទៅកាន់ព្រះនិព្វានជាទីបំផុតទុក្ខវេទនាសោយអារម្មណ៍ហ្នឹងក៏រលឹកដឹងវេទនាហ្នឹងហើយអត់ចាំបាច់ត្រូវការវេទនាអីទៅចំណែកអ្នកដទៃគេសុខណាគេសនុកហើយគេស្រួលណាស់អីមានអ្នកណាសោយអារម្មណ៍សនុកសុខស្រួលអីវេទនាសោះហ្នឹងហើយក៏យើងអត់ចាំបាច់ចង់បានវេទនាបែបហ្នឹងដែរឲ្យតែមិនប្រកាន់វេទនាដែលកំពុងសោយអារម្មណ៍ទេវេទនាមានភាសៈជាបច្ច័យមកវាមានការសោយអារម្មណ៍ហ្នឹងហើយរលឹកបានអញ្ចឹងទៅពូបដិបទាទៅព្រះនិព្វានហ្នឹងមិនមែនទៅរកវេទនាដតីមិនមែនទៅរកវិញ្ញាណដតីទេបដិបទាទៅព្រះនិព្វានហ្នឹងគឺបដិបទាដោយការមិនប្រកាន់គឺមិនប្រកាន់ហ្នឹងគឺបដិបទាទៅរកការលះទិដ្ឋិនិងតណ្ហាហ្នឹងណានឹងបដិបទាដែលរលឹករឿយហ្នឹងវាតទាំងកបហានៈហ្នឹងឯងតទាំងកបហានៈរឿយហ្នឹងនាំឲ្យកើតញាណវិបស្សនាញាណហ្នឹងឯងរឿយហ្នឹងឯងដែលនាំឲ្យមគ្គញាណកើតឡើងធម្មនិយមហ្នឹងគឺថានាំឲ្យមគ្គញាណកើតហ្នឹងគឺតេតួងទៅនឹងការដឹងបរមត្តហ្នឹងដឹងទៅជាឧបការៈជាបច្ច័យហ្នឹងឃើញណាអរិយមគ្គកើតឡើងហើយអរិយមគ្គកើតឡើងសមុច្ឆេតបហានៈតែមានសមុច្ឆេតបហានៈហើយមានអនុបាទៈហើយចឹងសមុច្ឆេតបហានៈនៅអីណានៅវត្តដាក់ហ្នឹងកិលេសវត្តដាក់កម្មវត្តដាក់វិបាកវត្តដាក់តែសមុច្ឆេតបហានៈហើយគឺអនុបាទៈគឺណាគឺការមិនកើតហើយការមិនកើតនេះឯងគឺនិរោធអរិយសច្ចៈផលសម្រាប់របស់មគ្គហ្នឹងណាគឺអនុបាទៈហ្នឹងត្រឹមវិបស្សនាតទាំងកបហានៈអានឹងអត់មាននិរោធសច្ចជាផលទេវិខំបណបហានៈបឋមឈានទុតិយឈានសមាបត្តិ8អានឹងគឺអត់មានអនុបាទៈហ្នឹងជាផលទេពីព្រោះវាគ្រាន់តែគ្រប់សង្កត់ឬគល់វានៅមានតលតែអរិយមគ្គតាំងពីសោតាបត្តមគ្គទៅចឹងគឺថាជីកឬគល់ដុតនៅកិលេសណាដោយក្នុងអកុសលចិត្ត12ដួងអញ្ចឹងលោភៈទិដ្ឋិអតសម្បយុទ្ធ4មោហៈវិជ័យឆា1សមុច្ឆេតបហានៈដោយសោតាបត្តមគ្គហើយអានឹងឯងកិលេសវត្តៈអភិសង្ខារមិនកើតឡើងណែការមិនកើតនឹងយើងអប់រំរឿយទៅយើងចាប់បាននៅកន្លែងការមិនកើតនឹងឯងនិរោធអរិយសច្ចៈនោះគឺមិនមានកិលេសមិនមានកម្មមិនមានវិបាកវិវត្តដាក់ហ្នឹងគឺព្រះនិព្វានដែលជាផលសម្រាប់របស់សោតាបត្តមគ្គសក្កទាគិវិមគ្គអនាគិវិមគ្គអរហត្តមគ្គគឺណាចាប់ផ្ដើមមានញាណក្នុងសន្តិបត្តិអត់តាន់មានព្រះនិព្វានមកជាអារម្មណ៍ទេគឺណាវិបស្សនាបានសវនញ្ញញាណហ្នឹងឯងគឺថាបានឃើញវត្តដាក់ដែលប្រព្រឹត្តទៅហើយបានដឹងវិវត្តដាក់ហ្នឹងឯងដែលជាវិវត្តដាក់ហ្នឹងគឺទុក្ខនិរោធអរិយសច្ចៈគឺណាហ្នឹងអញ្ចឹងគឺនិយាយមកដល់កន្លែងហ្នឹងបានអត្តទីបាសម្រាប់ពុទ្ធបរិស័ទយើងនេះឃើញទេតើព្រះជាម្ចាស់ណាមកជំនួសអត្តទីបានឹងបានព្រោះអត្តទីបាហ្នឹងគឺកុសលធម៌លោកយៈលោកត្រៈហ្នឹងអត់មានអ្នកដតីណាទេមានតែបានជាហៅថាខ្លួនយើងហ្នឹងគឺអត្តហ្នឹងគឺយើងអប់រំយើងចម្រើននៅក្នុងក្រសែនៃវត្តដាក់ដែលសន្មត់មួយអង្គម្នាក់ហ្នឹងណាគឺត្រូវអប់រំឲ្យកើតឡើងរៀងព្រះអង្គរៀងខ្លួនអត់មានឲ្យគ្នាបានចង់ឲ្យក៏ឲ្យមិនបានមិនមែនថាមិនចង់ទេអត់ទៅដណ្ដើមពីអ្នកអតីអីបានទេគឺថាតើមានឧបនិស្ស័យបច្ច័យដែលយើងមកជួបនឹងពុទ្ធសាសនាបរតោខោសៈខាងក្រៅអញ្ចឹងសិក្សាទៅយោនិសោមនសិការៈទៅបានកុសលធម៌នឹងកើតឡើងហ្នឹងជាទីពឹកហ្នឹងឯងដល់អញ្ចឹងបានយើងដឹងថាសេចក្តីសំខាន់នៃពុទ្ធសាសនាហ្នឹងគឺសំខាន់ត្រង់ដែលថាយើងចូលមកខ្សែគប់មករួមរស់នៅជាមួយក្នុងពុទ្ធសាសនាហ្នឹងធ្វើឲ្យយើងបានធ្វើជាទីពឹងហ្នឹងអានឹងឯងដែលបងប្អូនកូនចៅគ្នាអត់យល់មិនដឹងថាយ៉ាងម៉េចបានជាយើងនោះសុបក្នុងសាសនាហ្នឹងម្ល៉េះនេះអត់យល់មកអំពីនេះអត់ដឹងថាវត្តសង្សារហ្នឹងមានភ័យដល់ក្រៃលែងណាមិនត្រឹមតែមកជាតិនឹងស្លាប់ទៅបញ្ចប់ទៅប៉ុណ្ណឹងពុទ្ធអង្គចាំបាច់ត្រាស់ធ្វើអី
កើតមកជាតិស្លាប់ទៅបញ្ជាប់ត្រឹមប៉ុណ្ណឹងអត់ចាំបាច់ពុទ្ធបានត្រាស់ទេប៉ុន្តែវាអត់បញ្ជាប់ទេវាមានសេចក្តីទុក្ខប៉ុន្តែយើងវាអត់ដឹងសត្វលោកហ្នឹងណាអវិជ្ជាហ្នឹងវាអត់ឲ្យឃើញទុក្ខសច្ចណាទុក្ខសច្ចហ្នឹងបដិច្ចសមុប្បាទធัวសង្សារទុក្ខទេដែលឃើញទុក្ខសច្ចហ្នឹងណាសេចក្តីទុក្ខរួចហើយក៏រួចហើយវារួចហើយយើងមិនមែនត្រឡប់ទៅកើតទុក្ខអតីតវិញទេប៉ុន្តែព្រោះតែមិនមានមគ្គភាវនានេះសេចក្តីទុក្ខក្នុងអនាគតនេះដែលមិនបានអប់រំទេប៉ុន្តែអាចដោះស្រាយបានដោយមគ្គភាវនានឹងឯងសំខាន់ដែលព្រះអង្គទ្រង់សម្ដែងទៅប្រធាននឹងមកជាឧបាយដើម្បីឲ្យសម្រេចមគ្គភាវនាហ្នឹងអញ្ចឹងសត្វលោកហ្នឹងបានទីពឹងហ្នឹងវាត្រូវរួចពីវត្តដាក់នឹងឯងបាននៅអនុបាទនិរោធនេះជាសម្បត្តិរបស់ខ្លួនហ្នឹងហើយអនុបាទនិរោធហ្នឹងរៀងខ្លួនអត់មានទៅដណ្ដើមពីគេសូមពីគេឬក៏ចង់ឲ្យគេអីគឺអត់ទេគឺជាផលសម្រេចរបស់អរិយមគ្គកើតឡើងតែមួយគណៈហ្នឹងសោតាបត្តមគ្គតែមួយគណៈហ្នឹងហ្នឹងឯងដុតនៅកិលេសហ្នឹងអញ្ចឹងទៅគឺថាវត្តដាក់ទាំង3ហ្នឹងអនុបាទតែហ្មងណាចឹងគឺណាសោតាបត្តមគ្គហ្នឹងគឺដុតនៅកិលេសប៉ុណ្ណាចឹងណាតណ្ហារាប់1 2 3 4តណ្ហាដែលត្រូវលះដោយមគ្គ4គឺណាសោតាបត្តមគ្គលះប៉ុណ្ណាតណ្ហាដែលលះដោយសោតាបត្តមគ្គហ្នឹងដុតឆេះទៅវាអត់កើតទៅវាអត់កើតតណ្ហាហ្នឹងណាចឹងហ្នឹងហើយដែលអត់កើតនឹងឯងជាតួនិរោធអរិយសច្ចៈរលត់ដោយមិនមានបច្ច័យឲ្យកើតហ្នឹងហើយជាទីពឹងនៃពុទ្ធបរិស័ទយើងហ្នឹងហើយខ្ញុំណារៀបរាប់អត្តទីបាដើម្បីឲ្យពុទ្ធបរិស័ទយើងឃើញសេចក្តីសំខាន់ក្នុងបុណ្យនេះត្រៃសរណគមនេះណាដែលយើងមានពុទ្ធាំងសរណង្ឆាមិធម្មំសរណង្ឆាមិសង្ឃំសរណង្ឆាមិនេះណានៅក្នុងអត្តកថាសាលេកសោតសម្ដែងថាជាបាបនៃលោកត្រៈធัวធ្វើឲ្យយើងធ្វើទានអីមិនបាច់ដល់មកកឋិននៃជ័យវរអីប៉ុណ្ណឹងទេគ្រាន់តែផ្កាមកតួងឬក៏ស្លឹកស្ដៅមកក្តាប់ឲ្យធ្វើជាថ្នាំអីបន្លែអីតកួនមកបាច់ស្ពៃមួយអីចឹងប៉ុណ្ណឹងទេយធัวថាអាចយើងឲ្យទានបានហ្នឹងណាប៉ុន្តែត្រៃរណគមយើងជាបាបនេះគឺណាធ្វើឲ្យកុសលដែលកើតឡើងហ្នឹងគឺមានការតាំងចិត្តជាបុណ្យដើម្បីឲ្យបានសម្រេចនៅទីបំផុតទុក្ខពីព្រោះពុទ្ធបរិស័ទយើងមានទីបំផុតទុក្ខព្រះនិព្វានជាទិសដៅដោយសារយើងមានត្រៃរណគមហ្នឹងណាព្រះនិព្វានហ្នឹងនៅក្នុងធម្មំសរណង្ឆាមិហ្នឹងណាមានព្រះនិព្វានជាបឋមរតនៈព្រះនិព្វានព្រះបរិយត្តិធัวមគ្គ4ផល4ព្រះនិព្វានមួយហ្នឹងធម្មំសរណង្ឆាមិហើយធัวដតេទៀតចឹងទៅកុសលាធម្មាអកុសលាធម្មាចឹងទៅធัวធម្មាគឺបញ្ញត្តិទៅធម្មាគឺចែកគ្នាណាឡើងខ្លះក៏ធัวហ្នឹងជាកុសលទៅអធัวជាបាបអីចឹងទៅចែកគ្នាតាមហ្នឹងណាហ្នឹងឯងក៏ប៉ុន្តែនិយាយពីធัวដែលជាបឋមរតនៈយើងត្រូវដឹងថាគឺបត្រៃបៃដកនេះពុទ្ធដីកាហើយអដ្ឋថាលោកបញ្យលបត្រៃបៃដកហ្នឹងអញ្ចឹងគឺយើងសូត្រស្វាខាតោភគវតាធម្មោណាសរុបមកគឺព្រះប្រយ័ត្នធัวមគ្គ4ផល4ព្រះនិព្វាន1យើងរាប់ទៅថា10ទៅព្រះប្រយ័ត្នរាប់ថា1ទៅមគ្គ4ផល4ហើយនឹងព្រះនិព្វាន1ហៅថានវៈលោកតរៈគឺណាគឺ9នវៈ9ណានវៈលោកតរៈធัวបូកនឹងបរិយ័ត្ន1នឹងតែ10ប៉ុណ្ណឹងដែលធម្មំសរណង្ឆាមិហ្នឹងហើយប៉ុន្តែពាក្យថាធัวហ្នឹងមានច្រើនតទៅទៀតប៉ុន្តែឲ្យយើងថាយកពធัวជាសរណៈហ្នឹងហើយក្នុងហ្នឹងមានព្រះនិព្វានហ្នឹងហើយជាទិសដៅនៃពុទ្ធបរិស័ទអញ្ចឹងខ្ញុំណាប៉ុណ្ណឹងចុះទុកឲ្យកំណត់ប្រម៉ែមូលប្រាក់បុជាពធัวចូលរួមក្នុងបុណ្យកឋិនទានសូមឲ្យពុទ្ធបរិស័ទមានឧបនិស្ស័យនៃព្រះនិព្វានទោះជាបុណ្យដោយទេយធัวបន្តិចបន្តួចក្តីយ៉ាងណាហើយយើងរួមត្រេកអរក្នុងការវេកឋិននៃជ័យបរក៏ជាឧបនិស្ស័យនៃទីបំផុតទុក្ខដែលយើងត្រូវទីពឹងឲ្យរួចផុតពីវដ្តទុក្ខរួចផុតពីវដ្តសង្សារពីព្រោះមនុស្សក្នុងโลกហ្នឹងរੂអីក៏ដើម្បីទីពឹងត្រង់ដែលខ្លួនឯង
មានទុកដែរប៉ុន្តែដោះស្រាយវាអត់រួចទេមកអំពីភពជាតិកំណើតវានៅតែមានកិលេសនៅមានទុកកង្វល់នៅតែមានតែព្រះធម៌ដែលជាទីពឹងនឹងដើម្បីរួចពីកិលេសតណ្ហារួចពីវដ្តសង្សារអញ្ចឹងវាអត់ចាំបាច់ត្រូវការអីក្នុងโลกនេះទៀតទេព្រះនិព្វាននឹងគឺជាទីបំផុតនៃសេចក្តីត្រូវការជាទីបំផុតនៃតណ្ហាគឺព្រះនិព្វានបរមសុខកំបីឃ្លៀងឃ្លាតឡើយចាប់អារម្មណ៍ខ្លះឲ្យអានប្រាក់អីខ្លះញាតិញោមចូលរួមប្រហែលជា5នាទីដើម្បីធ្វើដំណើរទៅវត្តក្តាំងលាទៀតសូមអធិស្ឋានញាតិញោមតាគ្រូក៏បានប្រកាសអំពីពេលវេលាកាលោខសតិភូតានិសពេនៃវសហតនាយោចកាលៈខសោភូតោសភូតៈបច្ចនបច្ចេលោកគ្រូចាយចេះអស់ណាព្រោះពេលលានឹងវាស៊ីខ្លួនវាផងហើយស៊ីទាំងសពសត្វផងមានតែព្រះអរហន្តខៃណាស្រាប់ទេដែលព្រះអង្គស៊ីនៅវេលាស៊ីនៅតណ្ហាដែលតណ្ហានោះជាធាតុដែលដុតសត្វហ្នឹងណាហើយក្នុងវដ្តសង្សារនេះណាអញ្ចឹងគឺដោយលោកគ្រូក៏ចងក្រងកំណាត់មកអញ្ចឹងគឺថាទៅមិនត្រឡប់គឺវេលាគ្រប់គ្នាមានតែបច្ចុប្បន្នខំធ្វើប្រយោជន៍ឲ្យរុះរាន់តម្លៃអនន្តតនសាសនាមកវគ្គហ្នឹងទេគឺថាក្នុងដំណើរថាបើដឹងតែពេលវេលាហ្នឹងវាចេះតែទៅផុតបាត់អស់ទៅហើយវ័យចេះតែកន្លងផុតទៅណាលារហូតស្រាច់ណាវ័យទាំង3ហ្នឹងគឺថាតើសង្ឃឹមអ្វីក្រៅកម្មដ្ឋានហ្នឹងទៅព្រោះចេះតែអស់ទៅសូន្យទៅហើយអតីតហ្នឹងក៏ចាប់មិនបានហើយបើអស់ទៅបើក្នុងមួយថ្ងៃហ្នឹងក្នុងថ្ងៃ500ខែអាសត់កឋិនវត្តណាស្លាកែតហ្នឹងទៅបើយើងមិនបានបំពេញបុណ្យកុសលទេមិនបានធ្វើនៅសេចក្តីល្អទេក៏ថ្ងៃហ្នឹងអស់ទៅហើយលោកម្ចាស់ក៏លោកបាន24ម៉ោងដូចគ្នាតែលោកមានគុណមានដោយសីលគុណសមាធិគុណបញ្ញាគុណជាដើមហ្នឹងទៅណាហើយតើយើងមានគុណដែរឬអត់ត្រូវសន្សំបុណ្យហ្នឹងឲ្យរុះរាន់ប្រពេលវេលាវាអត់រងចាំយើងទេតែឥឡូវ1ម៉ោងលោកគ្រូជាម្ចាស់ប្រកាស1ម៉ោងយកទាំងជីវិតយើងទៅទៀតឲ្យយើងមិនធ្វើបុណ្យទេតើធ្វើអីបុណ្យយើងធ្វើបុណ្យបានបុណ្យធ្វើបាបបានបាបអញ្ចឹងមួយថ្ងៃអស់ទៅដូចគ្នាអ្នកដែលពូកែហ្នឹងគឺថាប្រមូលបុណ្យមកអ្នកដែលមិនពូកែទេក៏មិនដឹងទេប្រមូលបាបប្រមូលទៅណាអញ្ចឹងដែលលោកគ្រូលើកឡើងថាចាស់ទុំដែលគាត់មានការស្ម័គ្រស្មោះនឹងព្រះពុទ្ធសាសនាមិនឃ្លៀងឃ្លាតមានការគោរពប្រណិប័តទៅតាមសមត្ថភាពរបស់ខ្លួនទៅហ្នឹងគឺមកពីគាត់ជឿសុខនឹងឯងតាំងពីមេដាបិតាដឹកនាំមកសំនៅក្នុងសន្តានមកមានការជឿជាក់សទ្ធាក៏ល្មមសំគួរជឿជាក់លើព្រះដ៏មានព្រះភ័ក្ត្រជឿជាក់ទៅលើប្ររតនត្រ័យជាទីពឹងទីរលឹកហើយមានការខ្មាស់បាបពើមបាបដោយលោកគ្រូលើកឡើងអំពីអត្តទីបានិងធម្មទីបាហ្នឹងអត្តទីបាហ្នឹងគឺពឹងខ្លួនឯងហ្នឹងខ្លួនទីពឹងខ្លួនហ្នឹងខ្លួនយើងហ្នឹងខ្លួនយើងនេះឯងប៉ុន្តែពឹងធัวនឹងឯងទាំងលោកយៈទាំងលោកតរៈលោកយៈលោកតរោធម្មោគឺពឹងទាំងលោកយៈទាំងលោកតរៈគឺពឹងសតិប្បដ្ឋាននឹងឯងសតិប្បដ្ឋានទាំងលោកយៈទាំងលោកតរៈទាំងសតិប្បដ្ឋានមានព្រះនិព្វានមកជាអារម្មណ៍ហៅថាលោកតរៈទៅបើសតិប្បដ្ឋានមានលោកយៈនឹងមកជាអារម្មណ៍ក៏សតិប្បដ្ឋានលោកយៈទៅមានរូបសម្លេងក្លិនរសហៅតាពាក្យឬក៏ថាកាយវេទនាចិត្តធម៌មកជាអារម្មណ៍អញ្ចឹងនៅក្នុងដំណើរជីវិតប្រចាំថ្ងៃនេះយើងត្រូវបំពេញសេចក្តីល្អឲ្យខ្លួនយើងគ្រប់គ្នាព្រោះមានតែខ្លួនយើងទេដែលជាទីពឹងណាដោយលោកគ្រូជាម្ចាស់រតនាមកថាសពថ្ងៃហ្នឹងគេពឹងព្រះពឹងអីនឹងច្រើនពាន់លានហើយញាតិញោមដែលមកកាន់ពុទ្ធសាសនានេះក៏ពឹងព្រះដែរឲ្យពឹងឲ្យព្រះអង្គជួយដែរតែប៉ុន្តែព្រះអង្គបានប្រកាសមកវិញថាអ្នកទាំងឡាយចូលទីពឹងខ្លួនឯងព្រះអង្គប្រកាសថាអត្តាហេអត្តនោនេថាកោហេនេថាបរោសយាណាចូលជាទីពឹងខ្លួនឯងគឺទីពឹងធម៌នឹងឯងព្រះអង្គក៏ព្រានបដៅដើម្បីឲ្យយើងនឹងបានជឿជាក់ទៅមានធម៌នៅជាទីពឹងមកគឺព្រះអង្គមិនអាចជួយបានទេមានតែការព្រានបដៅប៉ុណ្ណឹងទេអញ្ចឹងសូមអនុមោទនាណា